បាទសួស្តីបងប្អូនមករយៈនេះអត់សូវផុសនៅក្នុង YouTube ទេបងប្អូនខ្ញុំផុសក្នុង page បាទផុសក្នុង page ណាបាទហើយថ្ងៃនេះមានប្រភេទស្នែងកបីរន្ទះបាញ់បាទស្នែងកបីរន្ទះបាញ់នេះគឺលំដាប់ក្របីឯងបងប្អូនគាត់នៅតំងន់ខ្លួនចង់1តោនបាទធំណាបាទធំមែនទែនជាប្រភេទស្នែងក្របីរន្ទះបាញ់ហើយខ្ញុំបានយកទៅធ្វើកិច្ចរួចរាល់អស់ហើយបាទធ្វើកិច្ចយ៉ាងម៉េចគឺទី1គឺយកទៅរងាប់ស្នែងបងប្អូនរងាប់ហើយយកទៅបាំងស្គូលបាទយើងយកទៅបាំងស្គូលដើម្បីឲ្យទិសកុសលផលបុណ្យនេះជូនដល់សត្វក្របីហ្នឹងដែលវាស្លាប់ដោយគ្រោះធម្មជាតិហ្នឹងឲ្យទៅចាក់កំណើតជាមនុស្សឬក៏ទេវតាទៅតាមកុសលផលបុណ្យកុសលផលកម្មបាទបន្ទាប់ពីហ្នឹងហើយគឺយើងយកស្នែងហ្នឹងយកទៅហាលថ្ងៃ4-5ថ្ងៃអីទៅដើម្បីឲ្យសាច់រឹងល្អយើងយកទៅឆ្លាក់បងប្អូនយកទៅឆ្លាក់បាទហើយប្រភេទស្នែងកបីរន្ទះបាញ់នេះគឺខ្លាំងខាងការពារបងប្អូនខ្លះគាត់ឮថារន្ទះបាញ់ចរាយអត់ទេបងប្អូនសត្វក្តីមនុស្សក្តីតាមជំនឿតាមដែលលោកដែលនិយាយជាសត្វដែលមានបុណ្យមនុស្សដែលមានបុណ្យពីមុនគឺទេវតាតែដល់ពេលមកចាប់កំណើតជាមនុស្សហើយជាសត្វស្លាប់ទៅវិញដោយសាររន្ទះបាញ់ហ្នឹងគឺអស់បុណ្យអស់កម្មបងប្អូនបាទអស់បុណ្យអស់កម្មបាទអញ្ចឹងហើយបានខ្លះគាត់មានជំនឿថាឲ្យតែរបស់អន្ទាក់បាញ់គឺមិនល្អតែពិតមិនមែនទេបងប្អូនមានហេតុមានផលរបស់គេកបីនឹងវាមានលក្ខណៈពិសេសរបស់វាហើយបានសัตว์អន្ទះនឹងមកបាញ់អញ្ចឹងកបីរាប់លានកបីនឹងបាញ់គ្រប់តែកបីប្រេះអត់ទេបាទហើយប្រភេទស្នែងនេះគឺចាស់ល្អបងប្អូនបាទចាស់ល្អបាទចាស់មែនទែនស្នែងមេបាអាហ្នឹងបាគេទុកប្រកាត់ពូជតែមួយនឹងទេដល់ពេលបាញ់ងាប់ទៅហើយបាញ់មិនបាញ់ងាប់តែមួយទេបងប្អូនបាញ់3មេមួយឈ្មោលមួយកូនមួយទៀតកូនប្រហែលជាស្នែងមកយ៉ាងអាមឯងស្នែងត្រង់ឯងបាទធំចាស់នេះតិចបាទធំចាស់នេះតិចស្នែងកូននេះទៅក៏បីទៅបានប្រហែលជាមួយខួបកន្លះស្នែងហ្នឹងបាទហើយនេះជាប្រភេទស្នែងคลิปបក់ធ្លុះខ្ញុំបាទស្នែងคลิปបក់ធ្លុះខ្ញុំផុសច្រើនដងហើយបងប្អូនបាទផុសច្រើនដងហើយគាត់ថាបងប្អូនខ្លះគាត់ស្គាល់បងប្អូនខ្លះក៏គាត់មិនទាន់ស្គាល់ហើយប្រភេទស្នែងបក់ធ្លុះគឺយើងប្រើខាងការពារមុនខ្មៅផ្សាអំពើបជាគ្រោះហើយប្រភេទស្នែងកបីរន្ទះបាញ់នេះគឺខ្លាំងការពារហើយបើគ្រូគាត់និយមគឺគាត់យកទៅដាក់អាសនៈហើយចុងនេះគឺគាត់យកចាក់ខ្មោចបាទគាត់យកចាក់មនុស្សដែលត្រូវអាគមត្រូវមុនខ្មៅគេគាត់យកទៅប៉ះទៅហើយក៏សូត្រគាថាទៅឬក៏គាត់យកចុងនេះយកទៅដោះថ្នាំប្រសាអំពើសូត្រគាថាក្រុងឆេះថែមទៀតមកប្រសាអំពើបងប្អូនបាទអញ្ចឹងបើយើងគិតទៅស្នែងកបីคลิกធម្មតាហ្នឹងគឺគេប្រើហើយតែបើคลิกនឹងបក់ធ្លុះវាពិសេសបងប្អូនណាវាយើងប្រើបាន100គុណលើ100គុណហើយបើប្រភេទអន្ទះបាញ់នេះយកចុងគឺយកចុងយកដោះថ្នាំប្រសាអំពើហើយសាច់ទាំងម៉ានគេយកទៅសាងជាចម្លាក់ដើម្បីការពារប្រជាគ្រោះតាមជំនឿទៅហើយប្រភេទស្នែងឆ្នុកនាលបាទប្រភេទនេះគឺជាប្រភេទស្នែងក្របីឆ្នុកនាលគឺពូកែខាងការពារបិទរារាំងគ្រោះកាយទាំងឡាយទាំងពួងបើតាមដែលខ្ញុំដឹងឆ្នុកនោះគឺប្រើសម្រាប់ការទប់ឬក៏បិទមិនឲ្យចេញអញ្ចឹងបាទអញ្ចឹងគឺពូកែខាងការពារបាទអញ្ចឹងរបស់ដែលខ្ញុំបានសាងក្រោយនេះគឺខ្ញុំបានធ្វើកិច្ចយ៉ាងម៉េចគឺគ្រប់ស្នែងទាំងអស់គឺខ្ញុំបានយកទៅបោះកំរោលតែវគ្គក្រោយនេះគឺខ្ញុំបានយកស្នែងទាំងអស់ដែលខ្ញុំបោះកំរោលហើយហ្នឹងខ្ញុំយកទៅបាំងស្គូលទិសកុសលដល់សត្វដែលស្លាប់ហ្នឹងឲ្យតែបានចាប់ជាតិចាប់កំណើតទៅហើយយើងយកចម្លាក់ហ្នឹងយកមកសាងជាយកស្នែងយើងយកមកសាងជាពុទ្ធរូបបាទអញ្ចឹងល្អបងប្អូនណាយើងធ្វើអញ្ចឹងល្អហើយបងប្អូនគិតមិនល្អឬក៏យ៉ាងម៉េចអានឹងជារឿងរបស់បងប្អូនគាត់ថាខ្ញុំធ្វើនេះគឺធ្វើទៅតាមគ្រូម្នាក់ដែលគាត់និយាយហើយបើយើងគិតសពទៅគឺគាត់និយាយត្រូវមែនមនុស្សយើងខណៈស្លាប់ទៅគេបាំងស្គូលឲ្យអញ្ចឹងសัตว์បើសិនជាសัตว์យើងស្រឡាញ់ក៏យើងបាំងស្គូលឲ្យទៅគឺល្អដូចគ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងសូមអរគុណបាទអញ្ចឹងបងប្អូនចង់បានចម្លាក់ស្នែងคลิกតែបាញ់ឬក៏คลิกបក់ធ្លុះអាចកំងបានបាទសូមអរគុណបងប្អូន